សួរអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាពីការដំឡើង DNS server នៅលើ Windows អញ្ចឹងដំបូងគឺបើសិនមកអ្នកទាំងអស់គ្នាអត់ទាន់មាន DNS ទេគឺចូលមកកាន់ Manage ហើយបន្ទាប់មកចូល Add role និង Feature ហើយចុច Next រហូតមកកាន់អាចកន្លែង server role នេះអញ្ចឹងដោយសារ DNS server ហ្នឹងគឺខ្ញុំបានតម្លើងហើយប៉ុន្តែបើសិនបើគាត់អត់ទាន់បានតម្លើងទេគាត់អាចចុចលើហ្នឹងហើយចុចពាក្យ Next បន្តទៀតបានអញ្ចឹងបន្ទាប់ពីខ្ញុំបានតម្លើងវាហើយគឺខ្ញុំចូលមកកាន់ Tool ហើយបន្ទាប់ពីការតម្លើងខ្ញុំបានជោគជ័យហើយគឺខ្ញុំចូលមកកាន់ Tool ហើយខ្ញុំចុចលើពាក្យ DNS ហើយបន្ទាប់ពីយើងចូលមកកាន់ DNS ហើយចុចលើអានេះមុនដំបូង PC ខ្ញុំចុចលើ PC នេះទៅវានឹងចេញហើយបន្ទាប់មកខ្ញុំចុចយកពាក្យថា forward lookup zone ចុចលើនឹងទៅឃើញជើពាក្យថា new zone ហើយខ្ញុំចុចលើពាក្យថា next អញ្ចឹងគឺអ្នកនរគ្នាអាចមើលតាមខ្ញុំចុចបានខ្ញុំយក primary zone ហើយបន្ទាប់មកទៀតខ្ញុំចុចពាក្យ next ហើយឡើង zone name អញ្ចឹង zone name ខ្ញុំដាក់ឈ្មោះអ្នកនរគ្នាចង់ដាក់ឈ្មោះអីក៏បានដែរហើយកន្លែង zone name នេះគឺតម្រូវយើងដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់ឈ្មោះទៅហើយខ្ញុំចុច next ហើយនេះគឺជាឈ្មោះ DNS របស់ខ្ញុំហើយឥឡូវគឺខ្ញុំបានបញ្ចប់ការបង្កើតនៅ forward zone នេះដែលឈ្មោះរបស់ខ្ញុំគឺមានឈ្មោះថា zone name របស់ខ្ញុំគឺមានឈ្មោះថា tr.com tab របស់វាគឺ standard primary ហើយឈ្មោះ zone គឺ forward zone អញ្ចឹងគឺខ្ញុំ finish ឥឡូវយើងឃើញឈ្មោះ zone ឈ្មោះ DNS name ដែលខ្ញុំបានបង្កើតហើយអញ្ចឹងបន្ទាប់ពី zone ដែលខ្ញុំបានបង្កើតហើយគឺខ្ញុំមកបង្កើត new host មួយទៀតខ្ញុំចុចលើនឹងមកហើយយើងនឹងឃើញឈ្មោះ name ហើយឥឡូវនេះគឺជា IP address អញ្ចឹងបន្ទាប់ពីខ្ញុំនេះហើយគឺខ្ញុំដាក់ឈ្មោះ name www ហើយកន្លែង IP address នេះគឺយើងដាក់ IP address របស់យើងបន្ទាប់មកយើងដាក់ add host ហើយបន្ទាប់ពីយើង add host ហើយយើងចូលមក command prompt យើងមកចុច open អញ្ចឹងបន្ទាប់ពីយើងចូលមក command prompt ហើយយើង tab command ns lookup ហើយដាក់ឈ្មោះ domain name បន្ទាប់មកយើងឃើញវា server address គឺយើងប៉ុណ្ណឹងហើយកន្លែងនេះគឺជាឈ្មោះ alias របស់វាគឺវាចេញមកឈ្មោះ domain ដែលយើងបានបង្កើតអញ្ចឹងអានេះគឺចេញមកត្រឹមត្រូវហើយអញ្ចឹងយើងចូលទៅដល់ទី2យើងចូលទៅដល់ការបង្កើត reverse zone ហើយនេះគឺជាការបង្កើត reverse zone គឺយើងคลิกលើនឹងមកហើយបន្ទាប់មកយើងមកឃើញពាក្យថា new zone យើងចុចពាក្យថា next ទៅហើយយើងយកprimary zone បន្ទាប់មកទៀតយើងចុចពាក្យថា next ហើយយើងយក IPv4 ហើយឥឡូវនេះយើងដាក់ឈ្មោះ network ID របស់យើងគឺយើងដាក់ IP របស់យើងហើយបន្ទាប់ពីយើងដាក់ IP នេះឥឡូវនេះគឺវា reverse ឲ្យយើងហើយយើងចុចពាក្យថា next ទៀតមកហើយយើងចុចពាក្យថា next ទៀតហើយខ្ញុំជ្រើសរើសពាក្យថា do not allow dynamic update ហើយបន្ទាប់មកទៀតយើងចុចពាក្យថា finish ហើយយើងបាន finish វាហើយបន្ទាប់មកយើងចុចលើអានេះមកយើងឃើញហើយបន្ទាប់ពីយើងចុចនៅលើ reverse zone reverse lookup zone យើងនឹងឃើញ IP យើងនឹងឃើញ reverse zone ដែលយើងបានបង្កើតគឺមានឈ្មោះបែបនេះយើងអាចកន្លែងនៅលើ reverse zone គឺយើងអត់ប្រើហោះទេគឺយើងប្រើ new pointer អញ្ចឹងយើងចុចលើនឹងមកយើងនឹងឃើញពាក្យថា new pointer ហើយឥឡូវនេះគឺជាហោះ IP name គឺវាបានដាក់ឲ្យយើងហើយហើយបន្ទាប់មកយើងចុចលើអាហ្នឹងចុច OK មក
ចុចអូខេទៀតមកហើយយើងនឹងឃើញឈ្មោះនៅលើ forward lookup 0ដែលយើងបានបង្កើតហើយចុចលើពាក្យ domain name យើងបានបង្កើតមកគឺ thida.com ឃើញពាក្យ www ហើយបន្ទាប់មកយើងចុចលើនឹងមកគឺយើងចុចអូខេមកហើយឥឡូវនេះគឺយើងបានឃើញ IP ហើយអញ្ចឹងចុងក្រោយអរគុណអ្នកនរគ្នាដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ